it said នេះគឺជា introductory clause ទៀតអញ្ចឹងណាជាទូទៅតែខ្ញុំប្រើពាក្យថា introductory clause មានន័យថាជា clause មួយឬក៏អនុប្រយោគមួយប្រយោគមួយដែលវានៅពីមុខប្រយោគឬក៏ clause មួយទៀតបាទ clause មួយទៀតដែលនៅខាងក្រោយគឺជា noun clause ឬក៏យើងហៅ dead clause ដែលដើរតួជា noun ហើយ clause នៅខាងមុខនេះគឺគេហៅថា introductory clause ក៏ប៉ុន្តែនៅក្នុងសំណេរកាសែតគឺគេសរសេរនៅខាងក្រោយអញ្ចឹងណាគេចូលចិត្តសរសេរនៅក្រោយមួយទៀតខ្ញុំចង់បញ្យល់បងប្អូនថាពេលខ្លះគេដាក់ verb ហើយបានបូក subject នៅក្រោយកាលណា subject នោះគឺជានាមជានាមណាមិនមែនជាសព្វនាមទេអញ្ចឹង it នេះគឺជាសព្វនាមយើងមិនអាចយក said it បាទ said នៅខាងមុខហើយដាក់ said it បានទេយើងទៅសេបានតែមួយ style ទេគឺ it said អញ្ចឹងtừ clause មានន័យថា clause គឺមានន័យថា subject បូក verb មួយគេឲ្យឈ្មោះថា clause បានដែរណាបាទតែ clause ហ្នឹងវាជា clause មិនពេញលេញទេវាជាប្រភេទ noun clause បាទដើរតួជា noun ណាបាទ clause ហ្នឹងដើរតួជានាមយើងហៅថា noun clause ជាទូទៅគឺពពួក dead clause នឹងឯងក៏ប៉ុន្តែ subject verb គឺវាត្រូវតែ ស៊ីគ្នាវា agree គ្នា where subject នឹងជា third person singular verb ត្រូវមាន s es i es អីចឹងទៅណាក៏ប៉ុន្តែនៅក្នុងសព្ទយ៉ាងទាវ noun clause នេះ verb មិនដើរតាមប្រធានទេដោយសារវារងឥទ្ធិពលបាទពីកិរិយាសព្ទ request នេះHello everyone, welcome to video 178 which we are going to learn how to translate a news article from English to Khmer and today article is published by the Khmer Time on 6 January 2026. It was entitled Cambodia reproposes to Thailand to convince meeting on border demarcation.In this video, we are going to learn some important vocabulary used in this article, and I am going to explain you a piece of grammar about subjunctive, which is used in this article as well, and it is important for you to understand this point of grammar. And the most important point you have to learn in this video is about the translation team.បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នានិងស្វាគមន៍មកកាន់វីដេអូទី178ដែលយើងសិក្សាអំពីគន្លឹះនៃការបកប្រែអត្ថបទសារព័ត៌មានពីភាសាអង់គ្លេសមកភាសាខ្មែរហើយអត្ថបទដែលយើងនឹងយកមកសិក្សាថ្ងៃនេះគឺចុះផ្សាយដោយកាសែតខ្មែរ Time នៅថ្ងៃទី6ខែមករាឆ្នាំ2026ដែលមានចំណងជើងថាកម្ពុជាបានស្នើសារជាថ្មីម្ដងទៀតទៅដល់ភាគីថៃឲ្យកោះប្រជុំទៅលើបញ្ហាវាស់វែងព្រំដែនកម្ពុជាថៃបាទចឹងក្នុងវីដេអូនេះបងប្អូននឹងសិក្សានៅពាក្យសព្ទសំខាន់មួយចំនួនក៏ដូចជាចំណុចវេយ្យាករណ៍ពិសេសមួយទាក់ទងទៅនឹង subjunctive បាទថាតើ subjunctive ជាអ្វី subjunctive នេះមានសារៈសំខាន់ដែរបើសិនជាបងប្អូនអត់បានសិក្សាចំណុចនេះបងប្អូននឹងទៅសេខុសឬក៏អាចអានអត្ថបទរបស់គេថាគេទៅសេខុសជាដើមបាទអញ្ចឹងក្នុងនេះខ្ញុំនឹងបញ្យល់ចំណុចមួយនេះដែលជាមូលដ្ឋានគ្រឹះនៃការបកប្រែអត្ថបទសារព័ត៌មានផងដែរហើយនឹងបញ្យល់នៅវិធីសាស្ត្រនៃការបកប្រែអត្ថបទមួយចំនួនជូនបងប្អូនផងដែរអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅក្នុងខ្លឹមសារនៃអត្ថបទរបស់យើងទាំងស្រុងដូចតទៅបាទជាដំបូងយើងក៏លេចមើលចំណងជើងនៃអត្ថបទរបស់យើងគឺ Cambodia reproposes to Thailand to convene meeting on border demarcation បងប្អូនសិក្សាពាក្យ convene បាទជាកិរិយាសព្ទមានន័យថារៀបចំឬក៏កោះហៅឬក៏កោះប្រជុំ demarcation ជានាមមានន័យថាការបោះបង្គោលព្រំដែនអញ្ចឹងចំណងជើងយើងគឺកម្ពុជាខ្ញុំគូសតិចកម្ពុជាបាទ reproposes បាទគឺមកពី propose គឺថែម re បានន័យថា propose again អញ្ចឹងណាបាទស្នើសារជាថ្មី to Thailand ទៅភាគីថៃ to convene meeting បាទឲ្យកោះប្រជុំ on border demarcation បាទស្ដីអំពីការវាស់វែងព្រំប្រទល់បាទឬក៏ព្រំដែនយើងចូលកថាខណ្ឌទី1ក្នុងកថាខណ្ឌទី1បងប្អូនសិក្សាពាក្យនេះសិនគឺពាក្យ secretariat បាទ
ជាសំទោសជានាមមានន័យថាលេខាធិការដ្ឋានលេខាធិការដ្ឋានបើរដ្ឋលេខាធិការដ្ឋានយើងដាក់ state នៅខាងមុខមកនេះគឺ state secretariat បាទចឹងខ្ញុំបកប្រែជូនបងប្អូនCambodia on Monday re-proposed to Thailand to convene a special meeting on border demarcation in second or third week of January in Cambodia's Siem Reap province, said a press release from Cambodia's State Secretariat on Border Affairs. អញ្ចឹងក្នុងនេះបងប្អូនឃើញត្រឹម set នេះមកហើយដល់ខាងចុងបញ្ចប់នេះមកគឺឲ្យឈ្មោះថា introductory clause បងប្អូនទាញវាទៅខាងដើមដើម្បីបកប្រែអញ្ចឹងខ្ញុំបកប្រែពីខាងនឹងមុនបាទគឺ press release គឺប្រែថាសេចក្តីប្រកាសព័ត៌មានបាទរបស់ឬក៏ពីក៏បានរបស់ក៏បានបាទរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរបស់កម្ពុជាបាទបានប្រកាសថាសេតកន្លែងនេះយើងកំប្រែនិយាយអីព្រោះ press release សេចក្តីប្រកាសព័ត៌មានអត់និយាយទេគឺប្រកាសថាអញ្ចឹងទៅណាបាទប្រកាសថាប្រទេសកម្ពុជាកាលពីថ្ងៃច័ន្ទបានស្នើសាជាថ្មីទៅភាគីថៃឲ្យកោះប្រជុំកិច្ចបាទកោះប្រជុំពិសេសបាទកោះប្រជុំពិសេសស្ដីអំពីការវាស់វែងបោះបង្គោលព្រំដែននៅក្នុងសប្តាហ៍ទី2ឬក៏នៅក្នុងសប្តាហ៍ទី3នៃខែមករាអញ្ចឹងខាងកម្ពុជាយើងស្នើទៅខាងភាគីថៃឲ្យកោះប្រជុំកិច្ចប្រជុំពិសេសមួយតាក់ទងទៅនឹងការបោះបង្គោលព្រំដែនគឺធ្វើឡើងនៅដើមខែ2សប្តាហ៍ទី2ក៏បានសប្តាហ៍ទី3ក៏បាននៅក្នុងខែមករាយើងនេះចឹងក្នុងនេះអត់ទាន់មានវេយ្យាករណ៍ជូនបងប្អូនទេបាទមានតែពាក្យសំដៅពាក្យនេះមួយគឺពាក្យ secretariat បាទមានន័យថាលេខាធិការដ្ឋានបន្ទាប់ទៀតបាទក្នុងនេះมันមានពាក្យលំបាកទេតែខ្ញុំបញ្យល់វេយ្យាករណ៍បងប្អូនមួយចំណុចនេះបាទយើងហៅថាសព្ទយ៉ាងទាវតើស្អីគេជាសព្ទយ៉ាងទាវឥឡូវខ្ញុំអានជូនបងប្អូនមួយសិនហើយនឹងបកប្រែមួយសិនចាំបញ្យល់សព្ទយ៉ាងទាវហ្នឹង The Cambodian side has once again requested through a note verbal dated January 5th, 2026 that the Thai side convene a special meeting of the Cambodia-Thailand Joint Boundary Commission in the second or third week of January 2026 in Siem Reap province. It said ចឹងបងប្អូនបកពី it said នេះមកទៀតណា it said នេះគឺជា introductory clause ទៀតអញ្ចឹងហ៎ជាទូទៅតែខ្ញុំប្រើពាក្យថា introductory clause មានន័យថាជា clause មួយឬក៏អនុប្រយោគមួយប្រយោគមួយដែលវានៅពីមុខប្រយោគឬក៏ clause មួយទៀតបាទ clause មួយទៀតដែលនៅខាងក្រោយគឺជា noun clause ឬក៏យើងហៅ dead clause ដែលដើរតួជា noun ហើយ clause នៅខាងមុខនេះគឺគេហៅថា introductory clause ក៏ប៉ុន្តែនៅក្នុងសំណេរកាសែតគឺគេសរសេរនៅខាងក្រោយអញ្ចឹងណាគេចូលចិត្តសរសេរនៅក្រោយមួយទៀតខ្ញុំចង់បញ្យល់បងប្អូនថាពេលខ្លះគេដាក់ verb ហើយបានបូក subject នៅក្រោយកាលណា subject នោះគឺជានាមជានាមណាមិនមែនជាសព្វនាមទេអញ្ចឹង it នេះគឺជាសព្វនាមយើងមិនអាចយក said it បាទ said នៅខាងមុខហើយដាក់ said it បានទេយើងទៅសេបានតែមួយ style ទេគឺ it said តែបើជានាមយើងអាចដាក់ទីរក the press release said ក៏បាន said the press release ក៏បានឃើញណាជានាមយើងអាច swap វា subject ទៅមុនឬក៏ verb ទៅមុនក៏បានដែរតែបើ subject នឹងជាប្រធានយើងសំចុះ subject ជាប្រធានច្រឡំមាត់ subject នឹងគឺប្រធានតែ subject នឹងវាសព្វនាមយើងអត់អាច swap verb នោះនៅខាងដើមបានទេណាបាទទោះបីជាគេទៅសេខាង sub introductory clause នៅក្រោយតែបងប្អូនអាចបកវាទៅខាងមុខទៅបាទអញ្ចឹងយើងបកថា it កំប្រែថាវាប្រែថាសេចក្តីប្រកាសព័ត៌មានបាននិយាយថាឃើញទេប្រទេសភាគីកម្ពុជាមានប្រទេសទេណាគេប្រើ Cambodian side គឺភាគីកម្ពុជាបានស្នើសារឡើងវិញ once again ឬក៏ម្ដងទៀតបាទស្នើម្ដងទៀតតែពិតស្នើម្ដងទៀតថាមកដល់ that នេះ requested that ឃើញទេបាទតែក្នុងនេះគេប្រើ phrase មួយគឺដើរតួជាគុណនាមបាទ
សឹកទោះមានគុណនាមទេគឺគុណកិរិយាជា adverb ណាបាទគឺប្រើ phrase នឹងមួយដើម្បីបញ្ជាក់ន័យទៅឲ្យ request នឹងថា request នឹង request ដោយរបៀបម៉េចគឺ request នឹងតាមរយៈnote verbal កាលពីថ្ងៃទី5ខែ1ឆ្នាំ2026បាទអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនថាត្រឹម through រហូតដល់2026ទៅ2026នេះវាគ្រាន់តែជា adverb phrase ដើរតួជាកន្សោមគុណកិរិយាបញ្ជាក់ន័យទៅឲ្យ request នេះតែប៉ុណ្ណោះបើយើងកាត់អានឹងម្ដុំសិនកុំឲ្យស្មុគស្មាញយើងដាក់ថា once again requested that ណាវាទៅជា introductory clause ដែលបងប្អូនធ្លាប់ស្គាល់ហើយណាបានស្នើថាអញ្ចឹងស្នើថាហើយយើងដាក់នេះគឺ the Thai side convince នេះ Thai side គឺជា subject singular អញ្ចឹងបូកជាមួយនឹង verb convince នេះ convince នេះអត់មាន s ទេណាបាទជាធម្មតាតាមវេយ្យាករណ៍ប្រកាសជា convince នឹង s ព្រោះអី third person singular subject ប្រធានរបស់វាអ្នកទី3ឯកវចនៈត្រូវមាន s ទៅលើកិរិយាសព្ទប៉ុន្តែអានេះអត់មាន s ដោយសារអីអានឹងដែលខ្ញុំឲ្យឈ្មោះថាជា subjunctive clause ណា subjunctive clause គឺ subject ហើយនឹង verb របស់វាអត់ដើរតាមប្រធានទេបាទធ្វើម៉េចដឹងថានឹងជា subjunctive clause តិចទៀតចាំខ្ញុំប្រាប់ហើយខ្ញុំបកបញ្ចប់ជូនបងប្អូនសិនចឹងបានស្នើថាភាគីថៃកោះប្រជុំពិសេសមួយរវាងយើងបកពីនេះមក Commission គណៈកម្មការព្រំដែនចម្រុះឬក៏គណៈកម្មការព្រំដែនរួមកម្ពុជាថៃនៅក្នុងសប្តាហ៍ទី2ឬក៏សប្តាហ៍ទី3នៃខែមករាឆ្នាំ2026ក្នុងខេត្តសៀមរាបបាទខេត្តសៀមរាបកម្ពុជាយើងអញ្ចឹងបងប្អូនត្រឡប់មកមើល subjunctive clause បាទ subjunctive clause មានន័យថា clause គឺមានន័យថា subject បូក verb មួយគេឲ្យឈ្មោះថា clause បាទណាបាទតែ clause ហ្នឹងវាជា clause មិនពេញលេញទេវាជាប្រភេទ noun clause បាទដើរតួជា noun ណាបាទ clause ហ្នឹងដើរតួជានាមយើងហៅថា noun clause ជាទូទៅគឺពពួក that clause នឹងឯងក៏ប៉ុន្តែ subject verb គឺវាត្រូវតែ C គ្នាវា agree គ្នា subject នឹងជា third person singular verb ត្រូវមាន s e s i e s អីចឹងទៅណាក៏ប៉ុន្តែនៅក្នុង subjunctive noun clause នេះ verb មិនដើរតាមប្រធានទេដោយសារវារងឥទ្ធិពលបាទពីកិរិយាសព្ទ request នេះណាកិរិយាសព្ទនឹងមានឥទ្ធិពលមកលើ verb មួយនេះអូខេកិរិយាសព្ទនៅក្នុងclause មុខ that ហ្នឹងណាវាមានឥទ្ធិពលមកលើ verb នៅក្នុង that clause អាហ្នឹងឲ្យឈ្មោះថាជា subjunctive ហើយកិរិយាសព្ទបែបណាខ្លះដែលមានឥទ្ធិពលមកលើ verb ហ្នឹងទី1គឺមានពាក្យ request ហ្នឹងហើយក៏មានពាក្យ urge មានពាក្យ demand មានពាក្យ suggest ណា suggest បាទហើយនឹងនិយាយជារួមគឺកិរិយាសព្ទនៅក្នុង introductory clause ដែលដឹកនាំ noun clause ជាប្រភេទកិរិយាសព្ទដែលបង្ហាញអំពីភាពចាំបាច់ការទទូចការឲ្យដំបូន្មានមួយចំនួនបាទនោះគឺសិតតែមានឥទ្ធិពលទៅលើកិរិយាសព្ទនៅក្នុង that clause គឺកិរិយាសព្ទនោះមិនប្រើ s e s ឲ្យ c ជាមួយនឹងប្រធានវាឲ្យ agree ជាមួយប្រធានទេគឺគេប្រើ verb form base form ណាប្រើ verb ទម្រង់ដើមតែម្ដងអញ្ចឹងនេះជាឧទាហរណ៍មួយនៅក្នុងអត្ថបទរបស់យើងដែលគេបានប្រើអញ្ចឹងគេដាក់ថាCambodia has once again requested ខ្ញុំដាក់ចុចចឹងកុំឲ្យវែងណាបាទ requested that ណា Thai side convince អត់មាន s ទេណាអត់មាន s ទេអានឹងឲ្យឈ្មោះថា subjunctive អញ្ចឹងមិនមែនគេសរសេរខុសទេគឺគេឲ្យឈ្មោះថា subjunctiveគេចឹងប្រភេទ request កិរិយាសព្ទ request demand នេះគឺប្រភេទការទាមទារទទូចចង់បានណាបាទអាហ្នឹងគឺគេវាមានឥទ្ធិពលទៅលើ verb នៅក្នុង that clause ហើយយើងហៅថា subjunctive clause ឬក៏ subjunctive verb បាទ verb យើងហៅ subjunctive verb ហើយ clause ដែលមាន verb subjunctive verb ហ្នឹងគឺយើងហៅថា subjunctive clause វាជាប្រភេទ noun clause មានតែនៅក្នុង noun clause that clause ហ្នឹងទេដែលអាចមាន subjunctive verb ឬក៏ clause ហ្នឹងណាក្រៅពីហ្នឹងអត់មានទេ
អូខេអញ្ចឹងចំណុចនេះគឺបានកន្លងទៅហើយយើងចូលទៅក្នុងកថាខណ្ឌមួយទៀតសម្រាប់កថាខណ្ឌនេះបងប្អូនសិក្សាពាក្យ3ពាក្យសិនគឺពាក្យ address បាទ address ជានាមបងប្អូនប្រែថាអាសយដ្ឋានបង្ហាញពីទីកន្លែងផ្ទះរបស់បងប្អូនតែជាកិរិយាសព្ទពាក្យ address នឹងមានន័យថាដោះស្រាយឆ្លើយតបទៅនឹងដំណោះទៅនឹងបញ្ហាមួយឬក៏ដោះស្រាយពាក្យទៀតមួយទៀតគឺពីរពាក្យបញ្ចូលគ្នាគឺពាក្យ territorial integrity ភាពស្មោះត្រង់ហើយ territorial មកពី territory មានន័យថាទឹកដីដល់ពេលបញ្ចូលគ្នាទៅយើងប្រែថាបូរណភាពទឹកដី territorial integrity បូរណភាពទឹកដីមួយទៀតក៏បងប្អូនប្រើញឹកញាប់គឺពាក្យ sovereignty បាទ sovereignty មានន័យថាអធិបតេយ្យភាពបាទចឹងប៉ុណ្្នឹងឯងសម្រាប់ពាក្យកិស័ព្ទបាទយើងអានឲ្យបកប្រែមួយ The re-proposed meeting aims to discuss the survey and demarcation works and to address the issue of Thai military forces conducting activity that violate Cambodia's territorial integrity and sovereignty. The press release said ឃើញទេបងប្អូនឃើញ introductory clause នៅក្រោយទៀតនេះចឹងសំទោសជ្រក់ទៅមាត់the press release said ការណាប្រធានវិញនេះគឺជានាមបងប្អូនជានាមបងប្អូនអាចយក said នេះទៅខាងមុខក៏បានដែរយើងដាក់ថា said the press release ណាបាទហើយការបកប្រែបត់មាន phrase អីនៅក្រោយនេះទេបកវាទៅខាងដើមទៅខាងដើមនេះមកអញ្ចឹងយើងដាក់ប្រែថាសេចក្តីប្រកាសព័ត៌មាននឹងបាននិយាយថាកិច្ចប្រជុំដែលត្រូវបានស្នើសារជាថ្មីឡើងវិញហ្នឹងណាមានបំណងពិភាក្សាឬក៏មានគោលបំណងពិភាក្សាទៅលើការវាស់ស្ទង់មតិហើយនឹងការវាស់វែងរបស់បង្គោលព្រំដែនបាទខ្ញុំប្រាប់ពីការងារនេះតាមពិតទៅណាគឺពិភាក្សាទៅលើកិច្ចការងារsurvey ស្ទង់មតិហើយនឹងការវាស់វែងរបស់បង្គោលព្រំដែនហើយនឹងមានគោលបំណងមួយទៀតគឺដោះស្រាយអញ្ចឹងវាមាន to infinitive បានន័យថា the meeting aim to discuss ទី1 aim to address ទី2អញ្ចឹងវាមានគោលបំណង2ណាទី1ពិភាក្សាទី2ដោះស្រាយអីគេ address the issue បាទដោះស្រាយបញ្ហា of Thai military forces ដែលកងកម្លាំងថៃប្រតិបត្តិការនៅសកម្មភាព conduct activity ឬក៏ប្រព្រឹត្តសកម្មភាពដែល violate ដែលស្អីគេ violate ដែលបំពានទៅលើបូរណភាពទឹកដីរបស់កម្ពុជាបាទបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់កម្ពុជាយើងបកនាមទី1នាមទី2នេះដែលទាំងពីរហ្នឹងគឺ belong to Cambodia ជារបស់កម្ពុជាទាំងអស់ដាក់កម្ពុជានៅក្រោយចឹងទៅហ្នឹងរបៀបបកប្រែណាឥឡូវយើងចូលកថាខណ្ឌចុងបញ្ចប់កថាខណ្ឌបញ្ចប់បងប្អូនសិក្សាពាក្យនេះគឺពាក្យ propose សុំទោស propose postpone បាទ postpone មានន័យថាពន្យាពេលពន្យាពេលបើការសិក្សាវិញយើងថាព្យួរបងប្អូនព្យួរពេលព្យួរការសិក្សាបងប្អូនរៀនឆ្នាំទី1ចូលឆ្នាំទី2បងប្អូនរវល់កិច្ចការអីមិនបានទៅរៀនហ្នឹងគឺព្យួរមួយឆ្នាំអញ្ចឹងទៅអត់បានរៀនអញ្ចឹងទៅប្រើពាក្យ postpone បាទគឺការពន្យាពេលណាឬក៏ជាកិរិយាសព្ទគឺប្រែថាពន្យាពេលមិនបាច់ដាក់ការទេមួយទៀតគឺ procedure បាទ procedure មានន័យថានីតិវិធីបាទដំណើរការច្បាប់នីតិវិធីអញ្ចឹងមានពាក្យប៉ុណ្ណឹងហើយការបញ្យលវេយ្យាករណ៍តិចទៀតខ្ញុំបញ្យលមួយចំណុចទៀតបាទហើយយើងបកប្រែមួយសិនអាននិងបកប្រែមួយសិន The re-proposed meeting was proposed after the Thai side postponed Cambodia's earlier request for a meeting in the first week of January 2026 in Siem Reap province, citing
the need to wait for internal procedure and the ongoing presence of landmines in Cambodia areas បានតិចទៀតណាតិចទៀតចឹងខ្ញុំបញ្យល់ត្រឹម citing នេះបាទវាជាស្អីហេតុអីទៅសេចេញ citing ចឹងមកណាឥឡូវយើងបកប្រែមួយសិនតាមពិតទៅមុននឹងបកប្រែចេញយើងត្រូវយល់ការទៅសេរបៀបទៅសេរបស់គេសិនទេប៉ុន្តែនេះខ្ញុំចង់បកប្រែឲ្យបងប្អូនមុនចាំខ្ញុំបញ្យល់ក្រោយហេតុអីឲ្យខ្ញុំបកអញ្ចឹងអូខេអញ្ចឹងយើងបកពី meeting នេះបាទកិច្ចប្រជុំដែលបានស្នើធ្វើឡើងសាជាថ្មីត្រូវបានស្នើឡើងបន្ទាប់ពីភាគីថៃបានពន្យាពេលពន្យាពេលអីបាទពន្យាពេលនៅសំណើរបស់កម្ពុជាកាលពីកន្លងទៅឲ្យមានកិច្ចប្រជុំនៅក្នុងសប្តាហ៍ទី1នៃខែមករាឆ្នាំ2026ក្នុងខេត្តសៀមរាបប៉ុណ្ណឹងណាហើយខ្ញុំថែមនេះដោយលើកខ្ញុំប្រែថាដោយសំទោសមែនដែលដោយបាទដោយលើកហេតុផលនៃការចាំបាច់ the need to wait បាទមានថាដោយលើកឡើងថាមានការចាំបាច់ក្នុងការរងចាំនៅដំណើរការនីតិវិធីផ្ទៃក្នុងរបស់ខ្លួនហើយនឹងវត្តមានបាទនៃក្របមីនដែលបន្តនៅមាននៅឡើយនៅក្នុងតំបន់ព្រំដែនអញ្ចឹងគេលើកហេតុផលចំនួន2ថៃលើកហេតុផលចំនួន2ដើម្បីបដិសេធការស្នើរបស់កម្ពុជាឲ្យមានកិច្ចប្រជុំ GBC នៅក្នុងសប្តាហ៍ទី1ហេតុផលទី1គឺលោកលើកឡើងថាត្រូវចាំដំណើរការនីតិវិធីផ្ទៃក្នុងរបស់រដ្ឋាភិបាលកម្ពុជានឹងដោយអសន្ទុះរដ្ឋាភិបាលថៃដោយសាររដ្ឋាភិបាលថៃជារដ្ឋាភិបាលចាំផ្ទះរបស់លោកអនុទិនមិនទាន់មាននាយករដ្ឋមន្ត្រីថ្មីដើម្បីធ្វើការសម្រេចទៅលើភារកិច្ចសំខាន់នឹងមួយនឹងបានទេហើយទី2គេថានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនឹងគឺនៅមានវត្តមានមីនបាទជាបន្តបន្ទាប់ ongoing បាទនៅឡើយវាអត់ទាន់អស់មីនអញ្ចឹងវាអត់ទាន់មានសមត្ថភាពគេលើកហេតុផល2នេះឯងដើម្បីពន្យាពេលនៃកិច្ចប្រជុំហ្នឹងអញ្ចឹងខ្ញុំចង់បញ្យល់បងប្អូនត្រង់កន្លែង citing បាទហេតុអីបានសេ citing ការទៅសេសម្រួលពី citing ហ្នឹងមកឃ្លាធម្មតារបស់វាគឺឃ្លាដើមរបស់វាមានន័យថាបែបនេះឯងគឺ subject របស់ citing ហ្នឹងគឺថៃសាយណា the Thai side ភាគីថៃនឹងដដែលមានថាភាគីថៃបានពន្យាពេលនៃសំណើឲ្យមានកិច្ចប្រជុំរបស់កម្ពុជានៅក្នុងសប្តាហ៍ទី1ថ្ងៃទីសប្តាហ៍ទី1នៃខែមករាឆ្នាំ2021ក្នុងខេត្តសៀមរាបដោយលើកឡើងអញ្ចឹងណាតែយើងដាក់ full stop ទៅយើងដាក់ថា the Thai side cited ណា the Thai side cited បាទភាគីថៃនឹងបានលើកឡើងនៅអំណាងថាមានការចាំបាច់ណាយើងផ្ដាច់ប្រយោគនឹងជា2មកហើយយើងសេដាក់ subject វាឡើងវិញបាទតែក្នុងនេះគេមិនចង់ទៅសេដូចរបស់ខ្ញុំទៅសេនេះទេបើកាលណាសេដូចខ្ញុំអញ្ចឹងគឺសកម្មភាព2វាដាច់ពីគ្នាទី1ថៃគាត់ពន្យាពេលនៃសំណើរបស់កម្ពុជាក្នុងការឲ្យមានកិច្ចប្រជុំសប្តាហ៍ទី1ទី2ថៃនឹងទៀតគឺបានលើកហេតុផលមកលើកហេតុផលក្រោយទៀតវាជាសកម្មភាពដាច់គ្នាតែក្នុងនេះគេប្រើវាជា present participle ដោយគេលុបនេះលុប the Thai side cited the need នឹងចេញទៅជា citing វិញកាលណាគេលុប subject នេះ verb នេះវាទៅជា ing បែបនេះពេលហ្នឹងវាដើរតួជា present participle មានមុខងារជា adverb អញ្ចឹងបាទ present participle ដើរតួជាគុណកិរិយាវាបង្ហាញអំពីមូលហេតុណាបង្ហាញពីមូលហេតុថាហេតុអីបានថៃនឹងគាត់ពជាពេលនៃសំណើរបស់កម្ពុជាឲ្យមានកិច្ចប្រជុំនៅក្នុងសប្តាហ៍ទី1ហ្នឹងគឺគាត់ពជាពេលសំណើនឹងដោយលើកហេតុផលឃើញឃើញវាមានទំនាក់ទំនងគ្នាទេអត្ថន័យរបស់ citing the need នឹងវាមានទំនាក់ទំនងពន្យល់បន្ថែមទៅលើpostpone នេះវាបង្ហាញពីមូលហេតុនៃការពន្យាពេលហ្នឹងអញ្ចឹងគេអត់ចង់ផ្ដាច់វាទេដោយសារមានទំនាក់ទំនងគ្នាគេត្រូវភ្ជាប់វាដោយការលុបប្រធានចោលដាក់ទៅជា verb ing វាទៅជា present participle ដើរតួជា adverb ណាអញ្ចឹងមកចង្កោមហ្នឹងវាជា adverb ណាបាទជា
adverb ចាក់នៃបន្ថែមទៅឲ្យ postpone អូខេនេះជាមូលហេតុដែលគេទៅសេ citing គេអត់ផ្ដាច់វាចេញហើយដាក់ថា the Thai side cited ទេអូខេចឹងយើងមកដល់ការទីបញ្ចប់នៃការបកប្រែរបស់យើងហើយបើបងប្អូនមានចម្ងល់អាចលើកជាសំណួរមកខ្ញុំនឹងឆ្លើយតបជូនប្រសិនបើមានចំណុចណាដែលមិនសូវច្បាស់ធ្វើបងប្អូនឆ្ងល់ចុងក្រោយសូមអរគុណសម្រាប់ការគាំទ្រនិងចែករំលែកវីដេអូខ្ញុំបាទបងប្អូនសូមជួយ follow page និង subscribe channel របស់ខ្ញុំដើម្បីទទួលបានវីដេអូជាច្រើនទៀតទាក់ទងនឹងការសិក្សាវេយ្យាករណ៍អង់គ្លេសនិងគន្លឹះនៃការបកប្រែផងដែរបាទសូមអរគុណសូមជម្រាបលា